이해했어요? ខ្ញុំយល់ហើយប្រើពេលអ្នកយល់អ្វីដែលអ្នកផ្សេងបានបញ្យល់អ្នកដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀន 5 ឃ្លាទៀតដែលជនជាតិកូរ៉េប្រើរាល់ថ្ងៃបើអ្នកចេះឃ្លាទាំងនេះហើយអ្នកនឹងយល់ការសន្ទនាជាមួយជនជាតិកូរ៉េកាន់តែងាយនៅកន្លែងធ្វើការឬនៅកន្លែងណាមួយដែលអ្នកសន្ទនាជាមួយជនជាតិកូរ៉េតោះចាប់ផ្ដើមរៀនជាមួយគ្នា Machayo ត្រូវហើយពាក្យនេះប្រើពេលអ្នកយល់ស្របឬបញ្ជាក់ថាអ្វីមួយត្រឹមត្រូវឧទាហរណ៍ 한국 사람이에요? 네, 맞아요. មានន័យថាតើអ្នកជាជនជាតិកូរ៉េមែនទេ? បាទ, ត្រូវហើយ 아니에요. មិនមែនទេ ប្រើពេលបដិសេធឬកែតម្រូវអ្វីមួយ ឧទាហរណ៍ 학생이에요? 아니에요. 회사원이에요. តើអ្នកជាសិស្សមែនទេ? មិនមែនទេ ខ្ញុំគឺជាបុគ្គលិកក្រុមហ៊ុន 잘 모르겠어요. បានន័យថាខ្ញុំមិនសូវដឹងទេ ប្រើពេលអ្នកមិនប្រាកដឬអ្នកមិនដឹងចម្លើយ ឧទាហរណ៍ 이 길이 맞아요? 잘 모르겠어요. ផ្លូវនេះត្រឹមត្រូវដែរឬទេ? ខ្ញុំមិនសូវដឹងទេ 천천히 말씀해 주세요. សូមនិយាយដោយយឺតៗ ប្រើពេលអ្នកស្ដាប់មិនទាន់ឬក៏អ្នកស្ដាប់មិនបាន ឧទាហរណ៍ គេនិយាយលឿនប៉ុន្តែដល់ពេលយើងឆ្លើយទៅវិញយើងប្រាប់គេថា 천천히 말씀해 주세요. សូមនិយាយដោយយឺតៗ 이해했어요? ខ្ញុំយល់ហើយ ប្រើពេលអ្នកយល់អ្វីដែលអ្នកផ្សេងបានបញ្យល់អ្នក ឧទាហរណ៍ 어떻게 하면 돼요? 아, 이해했어요. 감사합니다. ថ្ងៃនេះយើងរៀនបាន 5 ឃ្លាដែលជនជាតិកូរ៉េប្រើរាល់ថ្ងៃ បើអ្នកចូលចិត្តឃ្លាណាជាងគេសូមសរសេរនៅក្នុង comment បើចូលចិត្តមេរៀននេះ កុំភ្លេចជួយចុច like ចុច subscribe ជួបគ្នានៅវីដេអូក្រោយសូមអរគុណ